各位同学们，大家好បាទសូមគោរពអនុញ្ញាតជម្រាបសួរទៅដល់បងប្អូនសិស្សានុសិស្សនិងបងប្អូនដែលនិយមសិក្សាភាសាចិនថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ក៏បានផលិតវីដេអូបង្រៀនភាសាចិនដើម្បីចែកជូនបងប្អូនសិស្សានុសិស្សនិងបងប្អូនដែលនិយមសិក្សាភាសាចិនដើម្បីទទួលបានចំណេះដឹងគ្រប់គ្នាក្នុងវគ្គសិក្សាយើងថ្ងៃនេះគឺយើងសិក្សាភាសាចិនវគ្គដំបូងគឺសម្រាប់អ្នកដែលមិនទាន់ចេះសោះចឹងខ្ញុំបាទសូមធ្វើការណែនាំសៀវភៅសិក្សារបស់យើងគឺជាសៀវភៅ Hua-Wen សៀវភៅ Hua-Wen គឺជាសៀវភៅស្តង់ដារដែលទទួលស្គាល់ពីក្រសួងអប់រំនៅឆ្នាំថ្ងៃទី23ខែមេសាឆ្នាំ1996ចឹងសៀវភៅនេះគឺជាសៀវភៅថ្នាក់បឋមដំបូងបង្អស់សម្រាប់អ្នកមិនទាន់ចេះសោះចឹងសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងដើម្បីលើកទឹកចិត្តខ្ញុំបាទផលិតវីដេអូថ្មីដែលពាក់ព័ន្ធនឹងភាសាចិនអូខេតោះឥឡូវកុំឲ្យចំណាយពេលយូរយើងចាប់ផ្ដើមសិក្សាមេរៀនរបស់យើងទាំងអស់គ្នាជាបឋមមុនយើងនឹងចាប់ផ្ដើមសិក្សាមេរៀនរបស់យើងខ្ញុំបាទសូមធ្វើការណែនាំអំពីមាតិកាមេរៀនរបស់យើងអូខេតោះចឹងក្នុងមេរៀនទី1ទីអ៊ីខហាន់អ៊ីភីនអ៊ីនអ៊ីក្នុងមេរៀនទី1របស់យើងគឺយើងសិក្សាស្រៈតូលចំនួន6និងព្យញ្ជនៈចំនួន8មានន័យស្រៈតូលមាន a o e i u ü ព្យញ្ជនៈមាន p p m f t th n l អូខេតោះមេរៀនទី2ទីអខហាន់អ៊ីភីនអ៊ីនអទីអខហាន់អ៊ីភីនអ៊ីនក្នុងមេរៀនទី2យើងសិក្សាព្យញ្ជនៈបន្តទៀតមានកខហជីឈីស៊ីជឺឈឺស៊ឺជឺឈឺស៊ឺរឺអូខេតោះមេរៀនទី3ទីសានខហាន់អ៊ីភីនអ៊ីនសានក្នុងមេរៀនទី3យើងសិក្សាអំពីស្រៈផ្សំមាន a i ai e i ei u i ui a o ao o u âu i u yêu i ia ü uaអូខេតោះអញ្ចឹងមេរៀនទី4យើងសិក្សាបន្តិចមេរៀនទី4ទីសឺខទីសឺខហាន់អ៊ីភីនអ៊ីនសឺហាន់អ៊ីភីនអ៊ីនសឺអានអានអឺនអិនអ៊ីនអ៊ីនអ៊ូនអ៊ុនអ៊ូនអ៊ុនអាងអឹងអ៊ីងអុងអូខេតោះអញ្ចឹងក្នុងសៀវភៅវគ្គ1របស់យើងមេរៀនទី1ទី2ទី3និងទី4គឺយើងបញ្ចប់ស្រៈនិងព្យញ្ជនៈដោយបរិបូរណ៍អញ្ចឹងខ្ញុំសង្ឃឹមថាដល់មេរៀនទី5បងប្អូននិងបងប្អូនសិស្សអស់គ្នានឹងចេះអានភាសាចិនគ្រប់គ្នាអូខេតោះមេរៀនទី5គឺទីអ៊ូខស៊ឺជឺគឺមានថារៀនស្គាល់អក្សរណាស៊ឺជឺរៀនស្គាល់អក្សរគឺយើងអាចនិយាយថាជាគេហៅថាអក្ខរកម្មរៀនស្គាល់អក្សរហើយនឹងមានអត្ថបទខ្លីមួយយើងអំពី e chi san li កំណាព្យខ្លីមួយ e chi san li អូខេតោះអញ្ចឹងក្នុងមាតិកាទាំងអស់នេះមេរៀនទី1ទី2ទី3រហូតដល់មេរៀនទី4ខ្ញុំបាទសង្ឃឹមថាបងប្អូននិងបងប្អូនសិស្សទាំងអស់គ្នានឹងចេះអានភាសាចិនគ្រប់គ្នាអូខេតោះឥឡូវកុំឲ្យចំណាយពេលយូរយើងចាប់ដើមសិក្សាមេរៀនរបស់យើងតែម្ដងអូខេតោះអញ្ចឹងក្នុងមេរៀនទី1យើងសិក្សាស្រៈចំនួន6ស្រៈតូលក្នុងវីដេអូទី1សុំទោសជាស្រ័យវីដេអូមេរៀនទី1របស់យើងគឺយើងសិក្សាស្រៈតូលចំនួន6និងព្យញ្ជនៈចំនួន8ប៉ុន្តែក្នុងវីដេអូទី1នេះគឺយើងសិក្សាតែស្រៈតូលចំនួន6ទេឃើញណាតោះឥឡូវខ្ញុំស្រៈអីខ្លះមាន a o e i
ខេតោះឥឡូវយើងចាប់ដើមអានទាំងអស់គ្នាអូខេតោះមេរៀនទី1ទីអ៊ីខហាន់អ៊ីភីនអ៊ីនអ៊ីទីអ៊ីខហាន់អ៊ីភីនអ៊ីនអ៊ីមេរៀនទី1វិធីប្រកបភាសាចិនវគ្គ1ស្រាក់អានថាអ៊ីនមូអ៊ីនមូមានអាអអឺអ៊ីអ៊ូអ៊ីតោះបន្តមកទៀតគឺនិមិត្តសញ្ញារបស់យើងនិមិត្តសញ្ញានិងសំឡេងរបស់ភាសាចិនមានចំនួន4ក៏ប៉ុន្តែទីនេះខ្ញុំបានសូមថែមសំឡេងទី5គេហៅថាសំឡេងឈីងសឹងណាគឺជាសំឡេងដើមរបស់ភាសាចិនតោះសំឡេងទី1គឺយើងអានអូសវែងហើយស្មើសំឡេងទី2អូសឡើងលើសំឡេងទី3ចុះហើយឡើងវិញណាចុះពុតឡើងមានថាចុះ 40% ឡើងទៅវិញ 60% ចំណែកឯសំឡេងទី4គឺសំឡេងធ្ងន់ខ្លាំងហើយដាច់គឺអានសង្កត់ចុះមកក្រោមណាចំណែកឯសំឡេងទី5គឺសំឡេងឈីងសឹងគឺដាច់ហើយស្រាលគឺសំឡេងដើមទាំងអស់នេះគេហៅថាឈីងសឹងណាអាអអឺអ៊ីអ៊ូអ៊ីអូខេតោះឥឡូវយើងអានទាំងអស់គ្នាមកអាអអឺអ៊ីអ៊ូអ៊ីអូខេតោះឥឡូវយើងសិក្សាបន្តទៀតគឺយើងវឹកហាត់អានសំឡេងទី1ដល់សំឡេងទី4អូខេសំឡេងទី1ដល់សំឡេងទី4គឺយើងចាប់ផ្ដើមពីស្រៈអាទៅមុនណាអ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 អអអអអឺ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 ម្ដងទៀតអា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 អអអអអឺ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 អូខេតោះយើងបន្តមេរៀនរបស់យើងតទៀតអូខេតោះអញ្ចឹងស្រៈ3គឺយើងបានសិក្សាហើយតើបងប្អូននិងបងប្អូនទាំងអស់គ្នាចាំបានទេតើស្រៈ3យើងអានថាម៉េចតោះចាប់តាមទាំងអស់គ្នាមេរៀនទី1ដដែលទីអ៊ីខហាន់អ៊ីភីនអ៊ីនអ៊ីអ៊ីនមូអាអអឺភីនអ៊ីនណាភីនអ៊ីនវិធីប្រកបណាភីនអ៊ីនអូខេតោះអានទាំងអស់គ្នាមកយើងរំលឹកថាថ្មីអា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 អអអអអឺ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 អូខេតោះបន្តមកទៀតគឺយើងរំលឹកទាំងអស់រំលឹកមេរៀនរបស់យើងទាំងអស់គឺមេរៀនទី1ដដែលឬរំលឹកទាំងអស់គឺស្រៈតូលចំនួន6តើណាតោះយើងអានសាថ្មីមកទីអ៊ីខហាន់អ៊ីភីនអ៊ីនអ៊ីហាន់អ៊ីភីនអ៊ីនអ៊ីអ៊ីនមូអ៊ីនមូអាអអឺអ៊ីអ៊ូអ៊ីអូខេតោះបន្តមកទៀត pin in យើង pin in ស្រៈតចំនួន3ទៀតe ណា e ស្រៈ e អានេះថាឈីងសឹងសំឡេងដើម e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  តោះ u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  តោះនេះ e ដែរគឺ e មាត់មូល e មាត់ស្រួចណាតោះ u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  អូខេតោះសារថ្មី pin in pin in u e e e
u 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 ü 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 ok តែម្ដងទៀតអ៊ី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 អ៊ូ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 អ៊ី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 អូខេតោះអញ្ចឹងនៅក្នុងវីដេអូទី1មេរៀនទី1របស់យើងថ្ងៃនេះយើងបានបញ្ចប់ដោយបរិបូរណ៍ហើយអំពីស្រៈតូចំនួន6អញ្ចឹងនៅក្នុងចុងវីដេអូនេះយើងនឹងសិក្សាពាក្យខ្លីៗនៅក្នុងមេរៀនទី1របស់យើងអូខេតោះពាក្យថ្មីយើងអានថាសឹងឈឺពាក្យថ្មីពាក្យទី1អានថាវ៉ាខ្ញុំវ៉ាខ្ញុំទី2អានថានីចឹងអ៊ីនអ៊ីនីសំឡេងទី3នីចុះឲ្យឡើងវិញនីអ្នកហៅបើប្រែថាល្អពាក្យទី4យើងអានថានីហៅសួស្តីប៉ាលោកប៉ាឬក៏ឪពុកណាភាសាខ្មែរម៉ាម្ដាយអូខេតោះពាក្យចុងក្រោយរបស់យើងបងអស់គឺពាក្យថាយើងអានថាចាយជៀនលពាក្យថាចាយជៀនគឺជម្រាបលាថែមលមកគឺលាហើយជើងដាក់ថាសូមជម្រាបលាចាយជៀនលយើងអានរំលឹកសារថ្មីមកទីអ៊ីខហាន់អ៊ីភីនអ៊ីនសឹងឈឺវ៉ាខ្ញុំនីអ្នកហៅល្អនីហៅសួស្តីប៉ាឪពុកម៉ាម្ដាយចាយជៀនលសូមជម្រាបលាអូខេតោះអរគុណអ្នកទាំងអស់គ្នាដែលបានយកចិត្តទុកដាក់និងចំណាយពេលវេលាដែលមានតម្លៃក្នុងការមើលវីដេអូនេះរហូតដល់ចប់